ខ្ញុំសូមឲ្យអគ្គពពារញ្ញវត្ថុដើម្បីពន្លឿនកិច្ចការនេះក្នុងការរៀបចំកន្លែងទទួលមើលកុមារតូចដែលមន្ត្រីនៅក្រសួងមហាផ្ទៃរបស់យើងនេះគាត់មានកុមារតូចអាយុក្រោម7ឆ្នាំឬមួយក្រោម10ឆ្នាំឧទាហរណ៍ពេលចុងសប្តាហ៍ឬមួយថ្ងៃណាមួយដែលគាត់ឈប់សម្រាកដែលគាត់នៅផ្ទះអត់មានកូនឬមួយអត់មានអ្នកហៅថាម៉ែដោះមើលនោះអាចយកមកក្រសួងបានហើយត្រូវតែរៀបចំកន្លែងមើលកូនជូនគាត់បាទឥឡូវនៅអាគារធំរបស់យើងនេះនៅខាងក្រោមមាននៅសល់ដែរចឹងហើយសូមរៀបចំឲ្យបានលឿនបំផុតហើយខ្ញុំខ្លួនឯងផ្ទាល់ជាអ្នកទទួលខុសត្រូវក្នុងការរ៉ាប់រងរអ្នកហៅថាម៉ែដោះមកជួយមើលកូនទាំងអស់នោះរយៈពេលព្រឹកឡើងពីម៉ោងប្រហែលដល់ម៉ោងប្រហែលឧទាហរណ៍ម៉ោង3ម៉ោង4ល្ងាចហើយគាត់អាចយកទៅវិញនេះគឺជាការចូលរួមមួយកម្រិតដែលកន្លងទៅយើងប្រុងធ្វើនៅខាងក្រៅអាគារដោយសារអាគាររបស់យើងកំពុងជួសជុលនឹងកែលម្អកន្លែងចំណតខ្ញុំគិតថាអាចពិបាកបន្តិចមួយរំហើយយូរចឹងហើយខ្ញុំគិតថានៅអាគារធំរបស់យើងនេះនៅខាងក្រោមនៅមានទីតាំងសមស្របក្នុងការធ្វើកិច្ចការនេះបាទនេះសម្រាប់ស្ត្រីមានកូនទេបើថាបរិសុទ្ធមានកូនយកមកចំទៅយកកូនទៅណាមកដាក់នឹងរឿងខ្ញុំទៀតមិននិយាយមួយគ្រួសារលេខថាយកចំខ្លាចយកមករឿងទៅសួរចម្លើយខ្ញុំទៀតខ្ញុំមិនដឹងឆ្លើយថាម៉េច